Ok នៅក្នុងវីដេអូថ្ងៃនេះគឺយើងនឹងមកមើលតាក់ទងអំពី MVT architecture របស់ Django ដែលយើងនឹង focus ខ្លាំងទៅលើ model គឺ M ដំបូងហ្នឹងហើយយើងនឹងមើលពីរបៀប setup application ហើយនឹង setup admin panel ហើយពីមេរៀនមុនគឺយើងបានមើលហើយតាក់ទងជាមួយនឹងការបង្កើត project និងការបង្កើត virtual environment អូខេឥឡូវយើងមកមើលមេរៀនទាំងអស់គ្នាអូខេអញ្ចឹងយើងមកមើល MVT architecture យើងដឹងស្រាប់ហើយ MVT architecture គឺតាក់ទងជាមួយនឹង model view ហើយនឹង template អញ្ចឹងឥឡូវនេះគឺយើងនឹងមក focus ទី1គឺ model អូខេអញ្ចឹងក្នុងមេរៀននេះគឺយើងនឹង focus ទៅលើការបង្កើត application set up model ហើយនឹងការ register ជាមួយនឹង admin ឬក៏ការ explore ជាមួយនឹង admin panel ដែល Django បានមកឲ្យយើងនឹងអូខេអញ្ចឹងមុនយើងចាប់ដើមគឺយើងចង់មកមើល project structure របស់ Django សិនគឺយើងមើលឃើញកន្លែងនេះហើយស្រាប់ហើយគឺ Django project គឺមួយដែលយើង set up ម្សិលមិញ virtual environment គឺនៅកន្លែងនេះគឺយើង set up ម្សិលមិញហើយដូចគ្នាហើយយើងក៏ចាប់ដើម set up Django project ម្សិលមិញហើយយើងមាន manage.py ដូចគ្នាអញ្ចឹងបើយើងទៅមើលនៅក្នុង VS Code របស់យើងគឺយើងឃើញស្រាប់ហើយនេះកន្លែងនេះនេះ virtual environment របស់យើងអានេះគឺជា project របស់យើងហើយនេះគឺជា manage.py របស់យើងហើយ SQL db.sqlx នេះគឺជា database របស់យើងតែយើងអត់ទាន់មានអីនៅក្នុងហ្នឹងទេដោយសារយើងអត់ទាន់បាន migrate ចូលទៅក្នុង database ហ្នឹងទេហើយថ្ងៃនេះគឺយើងចង់ focus ទៅលើម្ដុំនេះគឺ app ហ្នឹងនៅក្នុង app របស់យើងអញ្ចឹងត្រូវចាំថា project នីមួយៗនៃ Django គឺតែងតែមាន app ច្រើនវាអាចមាន app សម្រាប់យើងហៅថា microservice វានីមួយៗចុះអញ្ចឹងនេះវាមានយើងឃើញក្នុង diagram នេះគឺមាន app 1 app 2 ឬក៏ app of n អញ្ចឹងទៅដល់ប្រមាណក៏បានដូចគ្នានៅក្នុង app នីមួយៗគឺមានលក្ខណៈមាន migration file គឺជា database file តាក់ទងជាមួយនឹង log ដែលយើង migrate ចុះឡើងទៀតហើយអូខេហ្នឹងហើយហើយយើងមាន admin.py យើងមាន app.py init.py model អានឹងគឺជាអ្វីដែលយើងនឹងមើលថ្ងៃនេះយើងមាន test.py យើងមាន view.py អូខេអានឹងគឺយើងនឹងមើលតទៅមុខទៀតហើយកន្លែងនេះគឺតាក់ទងជាមួយនឹង static file ហើយ template នេះគឺជាអក្សរ T នៅពេលដែលយើងរៀនចុងក្រោយគេទាំងអស់អូខេអញ្ចឹងយើងនឹងមកមើលការរបៀបបង្កើត app សិនអញ្ចឹងបង្កើត app គឺយើងត្រូវធ្វើដូចមួយខ្លះនៅពេលយើងបង្កើត app សូមអត់ខាងទេនេះខាងនេះអូខេអញ្ចឹងឥឡូវយើងមកមើល Python យើងនឹងមកមើល VS Code របស់យើងទាំងអស់គ្នាអញ្ចឹងយើងនឹងចូល VS Code មកគឺយើងបើក project ពីមុនដើមមកហើយយើងចូលទៅក្នុង terminal new terminal មកហើយយើងត្រូវការចូលvirtual environment របស់យើងអញ្ចឹងគឺបែបនេះបើសិនយើងចាំ command របស់យើងអីគេ Windows គឺ virtual environment name script និង activate សម្រាប់ Mac គឺបែបនេះ source virtual environment name bin activate អញ្ចឹងនៅពេលឃើញអញ្ចឹងគឺ activate អញ្ចឹងខ្ញុំប្រាប់ឲ្យពីមុនវីដេអូមុនថានៅពេលដែលយើងត្រូវការប្រើប្រាស់នៅក្នុងឬក៏យើង work in the same project គឺយើងត្រូវការ activate virtual environment ម្ដង virtual environment ម្ដងទៀតឥឡូវដោយសារយើងត្រូវការបង្កើត app នេះសួរគាត់គឺយើងត្រូវcommand របស់យើងអីគេ python manage.py start app ហើយឈ្មោះរបស់ app យើងគឺ node app ប៉ុណ្ណឹងអូខេ so python manage.py start app node app យើងចាំមក plate មកគឺយើងឃើញ new application new folder បង្កើតឲ្យយើងមួយឯងអូខេចឹង again command របស់យើងគឺ python manage.py start app មកពាក្យដក clear ហើយនឹងយើងប្រើឈ្មោះនៃ app ដែលយើងចង់បង្កើតហ្នឹងហើយបើសិនយើងចង់បង្កើត app ផ្សេងទៀតគឺយើងប្រើ command ដូចគ្នាគាត់ដូរឈ្មោះទៅបានហើយបន្ទាប់មកទៀតនៅពេលដែលយើងបង្កើត app របស់យើងហើយគឺយើងត្រូវការ register app ហ្នឹងចឹងក្នុងពេលនេះគឺ project របស់យើងអត់ទាន់ស្គាល់ app ហ្នឹងទេតោះតែយើង register app ហ្នឹងនៅក្នុង project របស់យើងចឹងដើម្បីធ្វើវាគឺយើងចូលទៅក្នុង project របស់យើងឥឡូវនេះគឺ project អាខមនេះគឺ app ចឹងយើងចូលយើង expand នេះមកយើងដាក់រកពាក្យថា setting.py ហើយយើងអាច scroll វាចុះឡើងមកហើយដើររកកន្លែងដែលគេថា install
app កន្លែងនេះតោះមកយើងដាក់ឈ្មោះ app របស់យើងខាងក្រោមហ្នឹងមកយើងដាក់ថា node app នេះគឺ app របស់យើងបង្កើតមិញគឺយើងដាក់ node app តោះមកយើង save វាទៅយើង go to file save ឬក៏យើងប្រើ shortcut control S ដើម្បី save វាអូខេអញ្ចឹងគឺហើយគឺ install register app របស់យើងគឺហើយឥឡូវចូលជាមួយនឹង model ម្ដង model គឺខ្ញុំបានប្រាប់ពីមុនតទៅគឺជាមួយនឹង database បើមិនយើងអត់ទាន់យល់ database ទេអាចសិក្សាមួយផ្លែតក៏បានដែរប៉ុន្តែ database គឺវាជាលក្ខណៈតារាងហើយយើងប្រហែលជា familiar ជាមួយនឹង concept SQL MySQL អីចឹងទៅប៉ុន្តែ database នៅក្នុង Python គឺវាជាលក្ខណៈ class អញ្ចឹងខ្ញុំនិយាយពីមុនថាបើសិនជាយើងយល់ OOP គឺយើងអាចចាប់ផ្ដើមរៀន Django បានដូចគ្នាហើយវារៀបចំ class ជាលក្ខណៈ column ឲ្យយើងមកជាលក្ខណៈ row and column ហើយនិយាយរួមទៅគឺនៅពេលដែលយើងទៅសេ class ហ្នឹងហើយពេលយើង migrate គឺវានឹងបង្កើត table ហ្នឹងឲ្យយើងខ្លួនឯងយើងមិនបាច់ចាំសរសេរយើងមិនបាច់ចាំទៅសេ SQL command ទេថា create table អីចឹងនេះអញ្ចឹងPython គឺប្រើ ORM គឺ Object Relational Mapping មានន័យថាយើងនៅពេលដែលយើង query នៅពេលដែលយើងចង់បាន data ចេញពី database គឺយើងមិនចាំបាច់ប្រើប្រាស់ SQL query ទេយើងមិនបាច់ចាំប្រើប្រាស់ដូចកន្លែងនេះគេនិយាយថានេះselect star from user where something ចឹងគឺយើងគ្រាន់តែប្រើប្រាស់ដូច programming language មកនេះវាថាដូច object អីចឹងមកគឺបានដូចគ្នាហើយវាលឿនជាងហើយ secure ជាងទៀតអូខេអញ្ចឹងអ្វីដែលយើងធ្វើនៅក្នុងវីដេអូនេះគឺយើងនឹងបង្កើត model របស់យើងតាមរបៀប Python អញ្ចឹងនេះគឺជា table របស់យើងសម្រាប់ node application របស់យើងគឺយើងមាន ID យើងមាន title យើងមាន public date ដែលយើងបានបង្កើតវាធម្មតាគឺយើងដាក់វាជា automatic ហើយនឹង content នៃ node របស់យើងអញ្ចឹង node វាមាន title ថា my node និង content របស់យើងអីគេនៅក្នុងហ្នឹងចុះអូខេអញ្ចឹងយើងទៅមុខតទៀតអានេះគឺគ្រាន់តែជា basic គេហៅថា basic table structure ចឹងចុះហើយអញ្ចឹងបន្ទាប់មកទៀតនៅពេលយើងបង្កើតហើយគឺយើងត្រូវការ migrate database ហ្នឹងយើងត្រូវបញ្ជូន database ហ្នឹងយើងត្រូវការ send វាទៅឲ្យ database engine ដើម្បីវាបង្កើត database អូខេអញ្ចឹងហេតុផលដែលយើងប្រើប្រាស់ ORM ហ្នឹងគឺវាមិន specific ទៅ database អីមួយបើថ្ងៃណាមួយយើងចង់ដូរទៅជាប្រើ PostgreSQL ប្រើ MySQL ប្រើ Oracle ប្រើអីផ្សេងគឺវានឹងសេរីទៅតាមដូចគ្នាយើងមិនបាច់ចាំទៅសេកូដថ្មីទេគឺយើងប្រើ ORM មួយគឺហើយដោយសារ ORM គឺវា ORM ហ្នឹងគឺ translate ឲ្យអូខេឥឡូវយើងនឹងបង្កើតអានេះមួយអញ្ចឹងទៅកន្លែងរបស់យើងមកគឺយើងបិទអានេះសិន node ហ្នឹងយើងបិទ setting សិនក៏បានហើយយើងនឹងទៅ node app ហើយយើងដើររកពាក្យរបស់យើងថា model.py ចឹងដាក់ប៉ុណ្ណឹងសិនមកដោយសារ table របស់យើងគឺសាមញ្ញមែនតើគឺតែមួយ table ទេគឺយើងអាចបានបង្កើតរបៀប multi table application ទេអញ្ចឹងចាប់ដើមដោយ class node យើងហៅវាថា node មក model ចឹងនេះគឺ typical class នៅពេលដែលយើងបង្កើត class in Python ចឹងចាស់អញ្ចឹងយើងឲ្យវាថា title មួយមក model char field max length ចឹងប្រវែងវាប៉ុន្មានយើងថា200ចឹងចុះអញ្ចឹងបើសិនជាយើងចង់ដើររកថាអ្វីដែលខ្ញុំទៅសេមកពីកន្លែងណាគឺយើងអាចមើលនៅក្នុង documentation គេបាននេះគឺ documentation របស់ Django ស្រាប់មកតើតើជាមួយនឹង model យើងមើលកន្លែងហ្នឹងមកគេប្រាប់យើងថា first name ដូចថា first name អីគេប្រើ char field character field max length គឺ30 character អីចឹងទៅជាងមានច្រើនទៀតអញ្ចឹងកន្លែងនេះគឺ translate មកគឺដូចកន្លែងនេះអញ្ចឹងបើសិនជាយើងរៀន SQL គឺយើងឃើញយល់ហើយយើងមានច្រើនមែនតែតាក់ទងជាមួយនឹង app ផ្សេងទៀតតាក់ទងជា integer field date field foreign key អីចឹងទៅអញ្ចឹងយើងនឹងបន្តទៀតដោយសារយើងមាន title ហេតុផលដែលយើងអាចដាក់ ID កន្លែងនេះដោយសារ automatically គឺ ID គឺវានឹងឲ្យមកយើងដោយមិនបាច់ចាំយើង define ទេគឺវាឲ្យមកយើងស្រាប់តែមកដោយសារដូចយើងនិយាយពីមុនអញ្ចឹងគឺ Django គឺជា framework មួយដែល battery include មានន័យថាគឺវាមក built in មានរបស់ច្រើនមែនទែននៅក្នុងហ្នឹងអញ្ចឹងមានន័យថាយើងមិនបាច់ចាំដាក់ ID ក៏បានដែរដោយសារ ID គឺវាជា universal ទៅហើយគ្រប់ database engine គឺដឹងហើយថា ID គឺត្រូវតែមាននៅក្នុង table នីមួយៗអញ្ចឹង Django គឺនឹង generate ឲ្យយើង auto មកតោះមកយើងបាន title តោះមកទៀតគឺយើង
date ស្មើនឹង model អានេះគឺយើងប្រើ date time field auto now and អញ្ចឹងមានថាបើសិនជាយើង update ឬក៏យើងបង្កើតវាគឺវានឹង automatically ដាក់ភ្លាម blank យើងឲ្យវាអាច true ក៏បានដែរបើសិនជាគេអត់ចង់ដាក់នៅពេលយើង update អត់មាន content របស់យើងគឺយើងអាចប្រើ model.text field យើងរៀន HTML យើងស្គាល់ text field blank is true អូខេគឺតែប៉ុណ្្នឹងសិនបានឥឡូវគឺយើងហើយបាទឃើញទេគឺតែប៉ុណ្្នឹងគឺមាន title pub date ហើយនិង content គឺដូចគ្នាកន្លែងនេះ title pub date ហើយនិង content ID គឺវានឹង automatic generate ដល់ពេលដែលយើងបង្កើតវាហើយគឺយើងចាប់ផ្ដើម migrate database ហ្នឹងទៅបញ្ចូលទៅក្នុង SQLite របស់យើងឬក៏ database engine របស់យើងអញ្ចឹងយើងចូលកន្លែងហ្នឹងមកយើងចាប់ដើម type command នេះ python manage.py make migration អូខេឥឡូវវាប្រាប់យើងនេះថា one create model node ជាងកន្លែងនេះបើសិនជាយើងអត់ឃើញកន្លែងទេពេលនៅពេលដែលយើងទៅ save ហើយគឺយើង control S មកគឺយើង save file ហ្នឹងមកគឺប្រាប់ឲ្យ create node គឺយើង create node មែនបន្ទាប់មកនៅពេលដែលយើង run command ថា make migration ហើយគឺយើងចាប់ផ្ដើម migrate យកតែម្ដងគឺនៅពេលដែលយើង make any change ទៅក្នុង database ឬក៏ទៅក្នុង model.py គឺយើងត្រូវការ command 2 make migration បន្ទាប់មកទៀតគឺ migrate អញ្ចឹងចាប់ដើមមក python manage.py migrate ទៅមកយើងចាំយើងឃើញច្រើនអញ្ចឹងដោយសារវាជា migrate push ដំបូងរបស់យើងគឺអញ្ចឹងហើយគឺគេត្រូវការ add របស់ច្រើនទៀតអញ្ចឹងគឺហើយអត់មានអីទៀតទេគឺអូខេទាំងអស់អូខេអញ្ចឹងជំហានបន្ទាប់គឺយើងនឹងមកមើលតាក់ទងជាមួយនឹង admin អញ្ចឹងឥឡូវម្សិលមិញគឺយើងដឹងហើយរបៀប run server ឥឡូវយើង run server របស់យើងសិនមកដើម្បីឃើញ admin panel ហ្នឹង python manage.py run server ឡូឃើញកន្លែងនេះយើងអាច control ហើយ click លើវាក៏បានដែរគឺឲ្យសូមទៀតបន្ទាប់មកយើងទៅកន្លែងណាយើងទៅ admin ចឹងដាក់កន្លែងហ្នឹងមក admin ឥឡូវយើងឃើញ username and password ប៉ុន្តែយើងអត់ដឹងថាបាន username and password មកពីណាទេដោយសារយើងអត់ទាន់បង្កើតអញ្ចឹងដើម្បីបង្កើត username and password គឺយើងត្រូវចូលមក terminal ម្ដងទៀតអញ្ចឹងខ្ញុំភ្លេចប្រាប់ពីដូរមុនគឺដើម្បីនឹងឈប់ terminal របស់យើងគឺយើងប្រើ command C អូខេ command C ចឹងមកគឺ terminal របស់យើងឈប់ហើយអញ្ចឹងកន្លែងនេះគេប្រាប់យើងថាម៉េចនេះgo to terminal VS Code type in python manage.py create super user អញ្ចឹងយើងចាប់ដើមធ្វើមក python manage.py create super user អូខេនៅពេលយើង type command គេអត់គេប្រាប់យើង username តើអ្នកឯងចង់ឲ្យ username គេខ្ញុំនឹង call វាថា admin ដើម្បីឲ្យស្រួលចាំ email address ខ្ញុំ admin@admin.com កន្លែងនេះយើងមិនបាច់ដាក់ក៏បាន email address យើងអាច leave blank ក៏បានដែរ password ត្រូវចាំនៅពេលដែលយើង type in password គឺវាអត់ឃើញអីគេលោតនៅលើនឹងទេប៉ុន្តែយើងត្រូវចាំ keystroke របស់យើង keystroke របស់យើងគឺវា record ហើយប៉ុន្តែគាត់តែយើងអត់ឃើញ dot ឬអត់ឃើញអីទាំងអស់នៅលើហ្នឹងអញ្ចឹងយើងអាចចាប់ដើមទៅខ្ញុំដាក់ admin admin ខ្ញុំគិតថាអូ password ណែឯង on obviously it's admin តែថា okay it's okay ខ្ញុំអាច accept ដោយសារវាជា local ទេខ្ញុំអត់ត្រូវការ call ទេបើសិនជាយើងរៀបចំលក្ខណៈជា deployment ឬ production សូមតែដាក់ password ឲ្យខ្លាំងជាងនេះអូខេយើងដាក់ yes ដោយសារប៉ុណ្្នឹងហើយគេថា super user created successfully អញ្ចឹងយើងអាចចាប់ដើម run server ម្ដងទៀតមក python manage.py run server អញ្ចឹងយើងឃើញ server នឹង run ម្ដងទៀតយើងអាច refresh page នេះមកតោះមកយើង log in admin បើសិនជាបងប្អូនប្រើប្រាស់ username ផ្សេងឬក៏ password ផ្សេងពីអ្វីដែលខ្ញុំប្រើគឺសូមមេត្តាវាយវាចូលដូចដែលយើងបានបង្កើតហ្នឹងទៅដើម្បីកុំឲ្យច្រឡំអញ្ចឹងដោយសារខ្ញុំប្រើ admin គឺខ្ញុំដាក់ admin ដូចគ្នា login ឥឡូវយើងឃើញនេះគឺជា admin panel របស់យើងគឺវាមាន manage user manage group manage agent មែនតើអ
តែមិនតែយើងអត់ទាន់ឃើញ database របស់យើងទេ node របស់យើងទេអញ្ចឹង head poll យើងអត់ទាន់ឃើញ database node របស់យើងដោយសារយើងអត់ទាន់ register វាចូលទៅក្នុង admin site កន្លែងនេះគឺជាកន្លែង admin អញ្ចឹងយើងអត់ទាន់ register model របស់យើងចូលទៅក្នុង admin ទេអញ្ចឹងដើម្បីធ្វើ register ចូល admin តែយើងធ្វើម៉េចអញ្ចឹងយើងអាចទៅកន្លែងនេះមកនេះយើងឃើញពី admin.py ហ្នឹងឯងយើងចូល admin.py មកអញ្ចឹងគេថា register your model here អញ្ចឹងខ្ញុំអាច remove នេះចេញតោះមកយើង import model របស់យើងសិន from model import node ដោយសារ node របស់យើងអញ្ចឹងយើង import node មួយនេះតោះមកអាចចាប់តាម register បានហើយ admin.site.register register node យើងមកតោះមកយើង save វាពេលយើង save យើងឃើញវាអានេះគេ update ខាងក្រោមនេះយើង go back refresh page នេះ now យើងឃើញ node របស់យើងវា add s មកកន្លែងនេះដោយសារ application យើងមាន s មួយហើយហើយទៅទៅយើងត្រូវ treat it as a singular អញ្ចឹងនៅពេលដែលយើង make change យើងត្រូវការបើសិនយើងលុបនេះចេញយើងត្រូវការ run migration ម្ដងទៀតអញ្ចឹងខ្ញុំអត់ទាន់ធ្វើហ្នឹងឡើយទេបងប្អូនមើលទៅមានអារម្មណ៍ថាSP ដងមែនហើយអាចលុបហ្នឹងចេញយើងអាច run migration ហើយនឹង migrate ម្ដងទៀតអូខេឥឡូវខ្ញុំអាចធ្វើ cut application បានហើយពីក្នុង admin panel យើងអាចចុចលើ node មកគឺឥឡូវអត់មានអីទេយើងអាចចុច add node យើងឃើញ title អ្វីដែលយើង create ហ្នឹងឃើញ title ហើយ date គឺវាឲ្យ automatic អញ្ចឹងដាក់ title ថា my test node ចឹង content this is my test node hello world តង់ save យើងឃើញ node object ចឹងចុចលើហ្នឹងមកគឺយើងឃើញបែបនេះយើងអាច delete យើងអាច save ឲ្យ command ទាំងអស់នេះប៉ុន្តែពេលខ្លះយើងមើលទៅដូចអត់តំណងសោះវាដាក់ឈ្មោះថា node object ចឹងយើងចង់បានជាលក្ខណៈថា descriptive name យើងចង់បានថាឲ្យវាឃើញរបៀបថាជាឈ្មោះនៃ node ហ្នឹងហ្មងគឺយើងអាចធ្វើបែបនេះបានគឺយើងអាចទៅកន្លែង model មកគឺយើងចូលកន្លែងនេះហើយយើងដាក់ df string self ហើយយើង return title យើង save វាយើងទៅម្ដងទៀតយើង refresh page នេះមកគឺយើងឃើញហើយគឺវា show title មកឲ្យយើងវិញអូខេតទៅមុខទៀតមានអីទៀតទេអូខេ register ហើយគឺយ៉ាវីដេអូនេះគឺតែប៉ុណ្្នឹងទេដើម្បី recap អ្វីតើយើងបានធ្វើអីខ្លះតាក់ទងនឹងវីដេអូនេះគឺយើងបានបង្កើត app គឺយើងបានបង្កើត app របស់យើងឈ្មោះថា Node app នៅពេលយើងបង្កើត app ហើយគឺយើងបានបង្កើត super user បង្កើត app ហើយគឺយើង register app របស់យើងចូលទៅក្នុងនេះ setting.py បើសិនហើយបន្តមកទៀតយើងបង្កើត model នៅក្នុងនេះ model របស់យើងនេះគឺជា database table របស់យើងដល់ពេលយើងបង្កើតហ្នឹងហើយគឺយើង migrate make migration push វាទៅចូល database បន្តមកទៀតគឺយើងបានបង្កើត super user ដើម្បី log in ចូលទៅក្នុង admin ហើយនៅពេលយើងចូល admin ហើយគឺយើងបាន register model របស់យើងនេះចូលទៅក្នុង admin panel ដោយប្រើប្រាស់កន្លែង admin.py កន្លែងនេះអូខេអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេប្រហែលជាវែងឬក៏ប្រហែលជាខ្ញុំអាចនិយាយរឿងលឿនបន្តិចប៉ុន្តែបើសិនជាចាប់អត់ទាន់អាចមើលឡើងវិញម្ដងទៀតបាននៅកន្លែងណាមួយហើយបើសិនជាមានចម្ងល់អាចសួរបានតាក់ទងជាមួយនឹងPython ឬ Django អូខេអញ្ចឹងមានតែប៉ុណ្្នឹងទេអរគុណ